ឥឡូវអនុញ្ញាតឲ្យពូនិយាយប្រាប់ក្មួយទៅចោះមនុស្សយើងតែងតែមើលឃើញសួនច្បាររបស់អ្នកដទៃស្រស់ល្អជាងសួនខ្លួនឯងតែយើងមិនដឹងទេថាសួននោះត្រូវឆ្លងកាត់អ្វីខ្លះខ្ញុំគ្រាន់តែដឹងខ្លួនថានៅត្រឹមកម្រិតណាមិនហ៊ានទៅស្និទ្ធស្នាលជាមួយអ្នកជោគជ័យដូចឯងទេរឿងប្រាក់ខែរបស់គេនៅក្នុងការិយាល័យដ៏ទំនើបមួយនៅទីក្រុងភ្នំពេញភ្លើងក្នុងបន្ទប់ត្រូវបានបិទអស់ជាច្រើនលើកលែងតែតុធ្វើការរបស់សុខាខាងក្រៅបង្អួចមានភ្លៀងធ្លាក់រលឹមស្រិចចាស់ស្រមោលទឹកមកលើកញ្ចក់សុខាអង្គុយសម្លឹងមើលអេក្រង់កុំព្យូទ័រជាមួយនឹងខ្សែភ្នែកពោពេញទៅដោយភាពតានតឹងនិងការខកចិត្តជាខ្លាំងនៅលើតុរបស់គេមានស្រោមសម្បត្តិប្រាក់ខែដែលហែករួចនិងក្រដាសរបាយការណ៍ហិរញ្ញវត្ថុមួយសន្លឹករបស់វីរៈដែលគេឃើញនៅលើម៉ាស៊ីនព្រីនសុខាក៏បាននិយាយម្នាក់ឯងទាំងអួរដើមកថា$300វាមិនដែលវាលើសយើងដល់ទៅ$300ទាំងដែលយើងចូលធ្វើការខែជាមួយគ្នាហើយគម្រោងមុនយើងក៏ជួយវាសឹងងាប់ដែរនឹងបន្តិចក្រោយមកវីរៈក៏បានដើរចូលមកទាំងស្នាមញញឹមទាំងក្នុងដៃមានកាន់ថង់នំបញ្ចុកទឹកស៊ុបក្តៅៗពីកញ្ចប់ទៀតផងនេះសុខាឃើញឯងអត់ទាន់ទៅផ្ទះខ្ញុំទិញនំបញ្ចុកទឹកស៊ុបក្តៅមកផ្ញើញ៉ាំជុំគ្នាទៅភ្លៀងធ្លាក់ចឹងត្រជាក់ណាស់មិនបាច់ទេខ្ញុំមិនឃ្លានទេឯងទុកញ៉ាំម្នាក់ឯងទៅអ្នកប្រាក់ខែតិចដូចខ្ញុំមិនសមនឹងញ៉ាំអីជាមួយអ្នកមានប្រាក់ខែច្រើនដូចឯងទេសុខាហើយឯងនិយាយអីនឹងប្រហែលថ្ងៃនេះឯងមើលទៅប្លែកម្ល៉េះមានរឿងអីអាក់អន់ចិត្តនឹងខ្ញុំមែនទេគ្មានទេខ្ញុំគ្រាន់តែដឹងខ្លួនថានៅត្រឹមកម្រិតណាមិនហ៊ានទៅស្និទ្ធស្នាលជាមួយអ្នកជោគជ័យដូចឯងទេនិយាយចប់សុខាក៏បានដើរចេញទៅទុកឲ្យវីរៈសម្លឹងមើលដោយមានការស្រងាក់ចិត្តជាខ្លាំងតែម្ដងរយៈពេល2ខែក្រោយមកនៅក្នុងបន្ទប់អាហាររួមរបស់ក្រុមហ៊ុនបរិយាកាសជុំវិញពោពេញដោយសម្លេងសើចសប្បាយរបស់បុគ្គលិកដទៃលើកលែងតែតុរបស់សុខានិងវីរៈដែលធ្លាប់តែអង្គុយជុំគ្នាឥឡូវប្រែជាស្ងាត់ជ្រងំនិងបែកតុដាច់ដោយឡែកសុខាអង្គុយញ៉ាំបាយម្នាក់ឯងភ្នែកសម្លឹងមើលទៅវីរៈដែលកំពុងជជែកជាមួយប្រធានផ្នែកដោយក្តីក្តៅក្រហាយនៅឯបន្ទប់ធ្វើការរបស់សុខាខណៈនោះម្ដាយរបស់គេក៏បានខលមកអាឡូកូនឲ្យម៉ែសុំលុយកូនខ្លះបានទេដើម្បីដោះស្រាយជីវិតប្រចាំថ្ងៃណាកូនម៉ែនេះចាស់ណាស់ហើយគ្មានកម្លាំងទេម៉ែកុំអាលទាលុយខ្ញុំអីខែនឹងខ្ញុំបង្វេងបង្វាន់អស់ហើយខ្ញុំធ្វើការសឹងងាប់តែមេមិនដែលមើលឃើញទេមើលឃើញតែអាវីរៈម្នាក់នឹងតែថាបានហើយម៉ែខ្ញុំរវល់ណាស់ប៉ុណ្ណឹងសិនបានហើយសុខាបិទទូរស័ព្ទរួចអង្គុយចុះខ្ទប់មុខយំខ្សឹកខ្សួលម្នាក់ឯងភាពរឹងមាំខាងក្រៅបានរលាយអស់សល់តែភាពទន់ជ្រាយនិងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងររូបរាងរបស់គេប្រែជាស្គមស្គាំងភ្នែកស្លក់ព្រោះតែការគិតប្រៀបធៀបនិងក្តីច្រណែនបានដុតរំលាយសេចក្តីសុខខ្លួនឯងរៀងរាល់ថ្ងៃសុខាអង្គុយសញ្ជឹងគិតទាំងក្នុងដៃមានកាន់លិខិតលាឈប់ពីការងារដែលគេទៅតែសរសេររួចតើនេះមែនទេជាអ្វីខ្ញុំនឹងត្រូវធ្វើតើខ្ញុំគួរសម្រេចចិត្តបែបណាទៅភ្លាមនោះពូសានដែលជាសន្តិសុខក៏បានដើរចូលមកជិតក្មួយប្រុសយប់ជ្រៅហើយមិនទាន់ទៅសម្រាកទៀតពូឃើញក្មួយអង្គុយដកដង្ហើមធំម្នាក់ឯងច្រើនខែហើយណាខ្ញុំហត់ណាស់ពូហត់នឹងពិភពលោកដែលអយុត្តិធម៌ហេតុអីមនុស្សខំប្រឹងដូចគ្នាតែលទ្ធផលទទួលបានមិនស្មើគ្នាអ្នកខ្លះដើរទៅមុខយ៉ាងលឿនមានលុយមានក្តីសុខឯខ្ញុំនៅត្រឹងមួយកន្លែងដូចនេះចឹងក្មួយឯងកំពុងនិយាយពីវីរៈមែនទេពូនេះពូក៏ដឹងដែរមែនឥឡូវអនុញ្ញាតឲ្យពូនិយាយប្រាប់ក្មួយទៅចោះពូនៅទីនេះយូរហើយក៏បានឃើញគ្រប់យ៉ាងក្មួយអើយភ្នែកមនុស្សយើងមើលឃើញតែតួលេខនៅលើกระดาษប្រាក់ខែរបស់គេទេតែមិនដែលមើលឃើញទឹកភ្នែកដែលគេស្រក់ដើម្បីដូរយកលេខទាំងនោះឡើយទឹកភ្នែកអីទៅពូវីរៈវាដើរញញឹមរាល់ថ្ងៃមានឡានជិះមានប្រាក់ខែខ្ពស់វានឹងទៅមានទឹកភ្នែកមកពីណាក្មួយដឹងទេហេតុអ្វីបានជាវីរៈទទួលបានប្រាក់ខែបន្ថែម$300នោះវាមិនមែនជាប្រាក់ខែគោលឬលុយលើកទឹកចិត្តរបស់វាអីនោះទេហាចឹងលុយអីវិញពូម្ដាយរបស់វីរៈគាត់កំពុងសម្រាកព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយនៅឯមន្ទីរពេទ្យរាល់យប់បន្ទាប់ពីចេញពីធ្វើការនៅទីនេះម៉ោង5ល្ងាចវីរៈត្រូវរត់ទៅធ្វើការជាសន្តិសុខវេនយប់នៅខុនដូមួយទៀតរហូតដល់ភ្លឺទើបត្រឡប់មកធ្វើការនៅទីនេះវិញ
វាស្ទើរតែគ្មានពេលដេកនោះឡើយចុះលុយ$300នោះវិញលុយនោះគឺជាប្រាក់កក់មុនដែលវាលុតជង្គង់សុំអង្វរលោកប្រធានក្រុមហ៊ុនដើម្បីយកទៅទិញថ្នាំឲ្យម្ដាយវាលោកប្រធានអាណិតក៏យល់ព្រមនឹងវាពេលនោះសុខាហាក់ដូចជាត្រូវគេទះពី3កំភ្លៀងអញ្ចឹងភាពច្រណែនឈ្នានេះដែលធ្លាប់មានបានរលាយបាត់អស់ហើយមានរឿងមួយទៀតដែលក្មួយមិនដឹងកាលពីខែមុនលោកប្រធានចង់ដំឡើងតំណែងឲ្យវីរៈតែវីរៈបានបដិសេធវាប្រាប់លោកប្រធានថាសូមលោកប្រធានទុកតំណែងនេះឲ្យសុខាទៅព្រោះសុខាជាមនុស្សពូកែមានការទទួលខុសត្រូវខ្ពស់និងត្រូវមើលថែឪពុកម្ដាយជរាចំណែកខ្ញុំគ្មានពេលគ្រប់គ្រាន់សម្រាប់តំណែងធំនេះទេខ្ញុំត្រូវនៅកំដរមើលថែម៉ែរបស់ខ្ញុំសិនទឹកភ្នែករបស់សុខាស្រក់ចុះមកលើផ្លូវទាំងមិនដឹងខ្លួនដៃរបស់គេញាត់ទៅត្រើតដោយសម្លឹងមើលលិខិតលាឈប់ក្នុងដៃខ្លួនឯងពូខ្ញុំពិតជាល្ងងណាស់ខ្ញុំខឹងវាខ្ញុំស្អប់វាទាំងដែលវាធ្វើគ្រប់យ៉ាងដើម្បីខ្ញុំមនុស្សយើងតែងតែមើលឃើញសួនច្បាររបស់អ្នកដទៃស្រស់ល្អជាងសួនខ្លួនឯងតែយើងមិនដឹងទេថាសួននោះត្រូវឆ្លងកាត់អ្វីខ្លះដូច្នេះហើយកុំប្រៀបធៀបប្រាក់ខែឬជីវិតរបស់ខ្លួនជាមួយអ្នកណាឡើយក្មួយប្រុសប្រាក់ខែពិតប្រាកដមិនមែនជាតួលេខក្នុងកុងធនាគារទេគឺសេចក្តីសុខក្នុងចិត្តនិងមនុស្សដែលនៅក្បែរខ្លួនយើងទៅវិញទេតាព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យចាំងកាត់កញ្ចក់ការិយាល័យយ៉ាងស្រទន់បរិយាកាសក្នុង office លែងតានតឹងដូចមុនទៀតហើយសុខាដើរចូលមកធ្វើការទាំងទឹកមុខស្រស់ថ្លាខ្សែភ្នែកលែងមានភាពរឹសាដូចមុនទៀតហើយគេដើរទៅតុធ្វើការរបស់វីរៈដែលមិនទាន់មកដល់គេដាក់កាហ្វេមួយកែវព្រមទាំងប្រអប់បាយនិងលិខិតតូចមួយនៅលើតុនោះសង្ឃឹមថាឯងនឹងមិនខឹងជាមួយយើងទៅចុះនិយាយចប់សុខាក៏បានដើរទៅបាត់ទៅវីរៈក៏ដើរចូលមកដល់ការិយាល័យទាំងហត់នឿយតែពេលឃើញបាយកាហ្វេនិងសម្បត្តិនោះគេក៏លើកមកអានវីរៈសុំទោសសម្រាប់កន្លងមកនិងអរគុណសម្រាប់គ្រប់យ៉ាងមិត្តសម្លាញ់ល្ងាចនេះខ្ញុំសុំទៅសួរសុខទុក្ខអ្នកមីងនៅមន្ទីរពេទ្យជាមួយឯងផងណាក្រោយអានចប់គេក៏ងាកទៅមើលសុខារួចញញឹមតបវិញទាំងទឹកភ្នែករលីងរលោងមិត្តភាពដែលធ្លាប់បាក់បែកត្រូវបានតបភ្ជាប់មកវិញដោយក្តីស្រឡាញ់និងការយល់ចិត្តគ្នាខ្សែជីវិតមនុស្សម្នាក់មានការលះបង់ខុសៗគ្នារៀងៗខ្លួនការយកជោគជ័យឬទ្រព្យសម្បត្តិរបស់អ្នកដទៃមកធ្វើជាជញ្ជីងវាស់វែងសេចក្តីសុខរបស់ខ្លួនឯងគឺជារឿងដែលខាត់បង់បំផុតចូលរស់នៅដោយពេញចិត្តនឹងអ្វីដែលខ្លួនមានខិតខំអភិវឌ្ឍខ្លួនដោយក្តីរីករាយនិងចេះចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនព្រោះនោះទើបជារបស់ដ៏មានតម្លៃបំផុតដែលជីវិតផ្ដល់ឲ្យយើងដោយដែលព្រះយេស៊ូវបានបង្រៀនថាឯជីវិតរបស់សាច់ឈាមនោះគឺជាចិត្តដែលស្ងប់រងាប់តែចិត្តច្រណែនជាសេចក្តីពុករលួយដ៏ឆ្អឹងវិញ